ថ្ងៃទី1 ខែមេសាឆ្នាំ2025ឯកឧត្តមសុកលូអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញដឹកនាំប្រតិភូរដ្ឋបាលខេត្តបាត់ដំបងជួបប្រជុំពិភាក្សាការងារជាមួយប្រតិភូរដ្ឋបាលខេត្តចន្ទបុរីនៃព្រះរាជាណាចក្រប្រទេសថៃដែលដឹកនាំដោយឯកឧត្តមមុនសិទ្ធិ ផៃសានថាអ្នកវត្តអភិបាលខេត្តចន្ទបុរីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនិងសម្ព័ន្ធមេត្រីភាពរវាងខេត្តបាត់ដំបងនៃព្រះរាជាណាចក្រកម្ពុជាជាមួយនឹងខេត្តចន្ទបុរីនៃព្រះរាជាណាចក្រថៃក្នុងឱកាសនោះដែរភាគីទាំងពីរបានពិភាក្សាលើខ្លឹមសារ 1. កិច្ចសហប្រតិបត្តិការជំរុញដំឡើងច្រកទ្វារតំបន់បានសាប់ដារីស្រុកសីដាវខេត្តចន្ទបុរីដែលទល់មុខនឹងច្រកទ្វារតំបន់ព្រំដែនអូរំដួលស្រុកភ្នំព្រឹកខេត្តបាត់ដំបងជាច្រកទ្វារព្រំដែនអន្តរជាតិ 2. ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងខេត្តចន្ទបុរីនៃព្រះរាជាណាចក្រថៃនិងខេត្តបាត់ដំបងព្រះរាជាណាចក្រកម្ពុជាក្នុងកិច្ចដំណើរការឆ្ពោះទៅកាន់ទីក្រុងបណ្ដាញការច្នៃប្រឌិតផ្នែកវិជ្ជាម្ហូបអាហាររបស់ខេត្តចន្ទបុរីប្រទេសថៃ 3. កិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ដែលជាការផ្សារភ្ជាប់សេដ្ឋកិច្ចទេសចរណ៍និងវប្បធម៌ 4. កិច្ចសហប្រតិបត្តិការក្នុងការការពារនិងបង្ក្រាបបទល្មើសផ្នែកតិចណូឡូជី 5. កិច្ចសហប្រតិបត្តិការផ្នែកពលករដើម្បីសម្របសម្រួលនីតិវិធីផ្សេងដល់បងប្អូនពលករធ្វើដំណើរត្រឡប់មកស្រុកកំណើតបានឆាប់រហ័សក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ